ខ្ញុំគិតថាបុគ្គលដែលចោតប្រកាន់បែបនេះគឺគាត់មិនយល់អំពីកិច្ចការព្រំដែនអំពីបច្ចេកទេសផែនទីហើយនឹងការងារខណ្ឌសីមារបស់បង្គោលព្រំដែនទេបាទអ្នកដែលបានលើកឡើងហ្នឹងគឺជាការមិនពិតទេគាត់មានគំនិតដែលថាធ្វើយ៉ាងម៉េចឲ្យយើងហ្នឹងប្រជាពលរដ្ឋយើងមានការយល់ច្រឡំបាទអានេះគឺជាអំពើមួយដែលយើងថាអាចថាជាអំពើអក្រិតបាទខ្ញុំឆ្ងល់ក្រុមប្រឆាំងមែនតើមករឿងព្រំដែននេះហ่ะរដ្ឋាភិបាលធ្វើមិនក៏នៅតែខុសរហូតតែម្ដងគ្រាន់តែថាបង្គោល42ដល់47អាចបញ្ចប់នៅក្នុងរយៈពេល3ខែបែរជាក្រុមប្រឆាំងហ្នឹងថារដ្ឋាភិបាលធ្វើលឿនម៉េះកាត់ដីអីគេទៅដឹងអញ្ចឹងខ្ញុំសូមបញ្ជាក់ត្រង់នឹងបន្តិចអញ្ចឹងការប៉ັດទៅកិច្ចការព្រំដែនការងារបបង្គោលបណ្ដោះអាសន្ននេះគឺជាផ្នែកមួយនៃការងារខណ្ឌសីមាដែលត្រូវអនុវត្តតាមដំណាក់កាលហើយរដ្ឋាភិបាលទើបតែធ្វើឥឡូវទេបន្ទាប់ពីកម្ពុជានិងថៃបានចុះកិច្ចព្រមព្រៀង MOU និង TOR បែបបទការងារឆ្នាំ2003ដែលក្រុមការងារបច្ចេកទេសបានចុះទៅអនុវត្តនៅលើដីផ្ទាល់តាំងពីឆ្នាំ2006ហើយការអនុវត្តនេះទៀតសោតគឺធ្វើតាមជំហានដែលមានបញ្ជាក់នៅក្នុង TOR ឆ្នាំ2003ដែលការងារអនុវត្តនៅលើដីដំបូងគេដែលក្រុមការងារបច្ចេកទេសបានធ្វើកាលពីឆ្នាំ2006គឺការស្វែងរកបង្គោលចាស់ទាំង74បង្គោលដែលបោះដោយអាណាព្យាបាលបារាំងដែលការងារនេះភាគីទាំងពីរគឺអនុវត្តស្របតាម MOU ហើយនៅឆ្នាំ2024ក្រុមការងារក៏បានប្រជុំដើម្បីជំរុញកិច្ចការព្រំដែននេះដោយពង្រៀងបែបបទបច្ចេកទេសជាបន្តបន្ទាប់អញ្ចឹងសរុបមកការបោះបង្គោលបណ្ដោះអាសន្ននេះគឺភាគីកម្ពុជានិងថៃអនុវត្តតាមដំណាក់កាលស្របតាមអ្វីដែលបានព្រមព្រៀងគ្នានៅក្នុង MOU ឯកសារបន្សល់ពីបារាំងកំណត់ហេតុបោះបង្គោលចន្លោះឆ្នាំ1908ដល់1909និងកំណត់ហេតុបោះបង្គោលចន្លោះឆ្នាំ2019ដល់2020កិច្ចការព្រំដែននេះគឺជាកិច្ចការងារដែលសំខាន់ណាស់អញ្ចឹងរដ្ឋាភិបាលលោកមិនមែនធ្វើលឿនដូចដែលអស់លោកក្រុមប្រឆាំងបាននិយាយទេ